រដ្ឋាភិបាលថៃនៅថ្ងៃសុក្រទី24ខែកញ្ញាឆ្នាំ2025បានសម្រេចដកសញ្ជាតិពីលោកអ្នកអង្គការលីយ៉ុងផាត់សមាជិកព្រឹទ្ធសភាកម្ពុជានិងជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់នៅប្រទេសកម្ពុជាតាមការពន្យល់របស់រដ្ឋាភិបាលថៃលោកអ្នកអង្គការលីយ៉ុងផាត់មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញតាមបណ្ដោយព្រំដែនថៃនិងកម្ពុជានេះបើតាមការចុះផ្សាយរបស់កាសែតថៃឈ្មោះ Thai Enquirer នាយករដ្ឋមន្ត្រីថៃលោកអនុធនឆានវីរៈគុណបានចុះហត្ថលេខាភ្លាមលើបទបញ្ជាដកសញ្ជាតិថៃពីលោកអ្នកអង្គការលីយ៉ុងផាត់សមាជិកព្រឹទ្ធសភាកម្ពុជានិងជាប្រធានសមាគមអង្គការកម្ពុជាការសម្រេចនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីថៃទទួលបានរបាយការណ៍ពីការិយាល័យប្រឆាំងនឹងការលាងលុយកខ្វក់និងក្រសួងការបរទេសថៃដែលបានរកឃើញថាលោកអ្នកអង្គការលីយ៉ុងផាត់ដែលមានឈ្មោះជាភាសាថៃថាផាត់ស៊ូផាផាបានចូលរួមក្នុងបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញនេះបើតាមកាសែតថៃ Thai Enquirer ដែលបានដកស្រង់លិខិតផ្លូវការរបស់ក្រសួងមហាផ្ទៃថៃមកចុះផ្សាយនៅថ្ងៃសុក្រទី24តុលានេះបើតាមកាសែតថៃដដែលលោកអ្នកអង្គការលីយ៉ុងផាត់កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់សមាជិកថៃជុំវិញបទល្មើសជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអនឡាញការិយាល័យប្រឆាំងការលាងលុយកខ្វក់ថៃបានសម្រេចបង្កក់ទ្រព្យសម្បត្តិអ្នកអង្គការលីយ៉ុងផាត់ប្រមាណ70លានបាតដែលស្មើនឹងជាង2លានដុល្លារអាមេរិកក្រសួងមហាផ្ទៃថៃបានពន្យល់ថាការដកសញ្ជាតិពីលោកអ្នកអង្គការលីយ៉ុងផាត់ក៏ដោយសារតែសកម្មភាពរបស់សមាជិកព្រឹទ្ធសភាកម្ពុជារូបនេះបានបង្កការគំរាមកំហែងដល់សន្តិសុខជាតិនិងសណ្ដាប់ធ្នាប់សាធារណៈរបស់ថៃលើសពីនេះរដ្ឋាភិបាលថៃបានបង្ហាញក្តីបារម្ភរបស់ខ្លួនថាការបន្តរក្សាទុកសញ្ជាតិថៃឲ្យលោកអ្នកអង្គការលីយ៉ុងផាត់អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមថៃលោកអ្នកអង្គការលីយ៉ុងផាត់មិនទាន់មានប្រតិកម្មអ្វីនៅឡើយជុំវិញចំណាត់ការរបស់រដ្ឋាភិបាលថៃដែលបានសម្រេចដកសញ្ជាតិថៃពីលោកតែនៅថ្ងៃសុក្រទី24តុលានេះអ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជាលោកជាធីរិទ្ធបាននិយាយប្រាប់វិទ្យុបារាំងអន្តរជាតិ AFE យ៉ាងខ្លីថារឿងកើតឡើងនៅប្រទេសថៃការអនុវត្តរបស់ថៃដោយដកអ្នកណាម្នាក់ជារឿងផ្ទៃក្នុងរបស់ថៃពលគឺគ្មានពាក់ព័ន្ធអ្វីនឹងកម្ពុជាលុះត្រាតែការសម្រេចរបស់ថៃមានប៉ះពាល់ដល់ច្បាប់លើទឹកដីកម្ពុជាទើបកម្ពុជាត្រូវខ្វល់ខ្វាយចាប់អារម្មណ៍គួរឲ្យដឹងថាលោកអ្នកអង្គការលីយ៉ុងផាត់ជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ក្នុងសង្គមកម្ពុជាលោកមានក្រុមហ៊ុនមុខជំនួញក្នុងវិស័យទេសចរហេដ្ឋារចនាសម្ព័ន្ធកាស៊ីណូនិងថ្នាំជក់កាលពីឆ្នាំ2006លោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាកម្ពុជានិងក្លាយជាទីប្រឹក្សាផ្ទាល់របស់លោកអតីតនាយករដ្ឋមន្ត្រីហ៊ុនសែនកាលពីថ្ងៃទី12ខែកញ្ញាឆ្នាំ2024ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងសេដ្ឋកិច្ចអាមេរិកបានសម្រេចបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកអ្នកអង្គការលីយ៉ុងផាត់ចំនួន5រួមមាន LYP Group Co Ltd រមណីយដ្ឋាន Osmax សន្តាគារ Golden City រមណីយដ្ឋានកោះកុងនិងសន្តាគារភ្នំពេញក្រោយរកឃើញថាក្រុមហ៊ុនរបស់លោកលីយ៉ុងផាត់មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរមនុស្សនិងបោកប្រាស់តាមប្រព័ន្ធអនឡាញ